ជាយូរមកហើយដំណាំស្វាយបានក្លាយជាផ្នែកមួយនៃមរតកកសិកម្មកម្ពុជាសពថ្ងៃនេះវាក៏កំពុងផ្ដល់នូវសេចក្តីសង្ឃឹមទៅថ្ងៃអនាគតសម្រាប់កសិករគ្រួសារនិងសេដ្ឋកិច្ចជាតិជាមួយនឹងតម្រូវការផលិតផលស្វាយទូទាំងពិភពលោកកើនឡើងកម្ពុជាបានកំណត់គោលដៅដ៏មានមហិច្ឆតាមួយគឺក្លាយទៅជាប្រទេសនាំចេញផ្លែស្វាយស្រស់ដែលមានគុណភាពខ្ពស់មួយក្នុងចំណោមប្រទេសធំៗដែលនាំចេញផ្លែស្វាយទាំង5របស់ពិភពលោកនៅឆ្នាំ2030យ៉ាងណាមិញទោះបីជាដីមានជីជាតិសម្បូរបែបអាកាសធាតុអំណោយផលនិងការខិតខំថែទាំពីកសិករយ៉ាងណាក៏ដោយក៏សក្តានុពលមួយនេះភាគច្រើននៅតែមិនទាន់អាចទទួលបានលទ្ធផលល្អប្រសើរនៅឡើយទេកសិករដាំស្វាយកែវរមៀតនៅកម្ពុជាប្រឈមនឹងឧបសគ្គជាច្រើនផ្លែស្វាយច្រើនតែមានទំហំតូចគុណភាពអន់ហើយប្រឈមមុខនឹងឧបសគ្គចម្បងមួយចំនួនក្នុងការជ្រៀតចូលទៅកាន់ទីផ្សារការប្រែប្រួលអាកាសធាតុក៏កំពុងគំរាមកំហែងដល់ការដាំដុះដំណាំស្វាយកែវរមៀតផងដែរការផ្គត់ផ្គង់លើសតម្រូវការក្នុងកំឡុងពេលប្រមូលផលធ្វើឲ្យស្វាយសល់ស្អុយខូចនិងនាំឲ្យខាតបង់ប្រាក់ចំណូលកសិករភាគច្រើនពឹងផ្អែកលើឈ្មួញកណ្ដាលដែលអាចនាំឲ្យបាត់បង់ឱកាសក្តាប់យកទីផ្សារដែលល្អប្រសើរមួយសហគមន៍កសិកម្មពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងដែលធ្វើឲ្យជួបការលំបាកបន្ថែមទៀតក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកបញ្ជាទិញទិន្នផលស្វាយកែវរមៀតរហូតដល់ 30% មានទំហំតូចពេកឬទុំពេកដែលមិនអាចលក់ចេញបានកត្តានេះហើយដែលនាំឲ្យមានការខាតបង់ប្រាក់ចំណេញយ៉ាងច្រើនសម្រាប់កសិករដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះគម្រោងកែលម្អតម្លៃបន្ថែមក្នុងខ្សែច្រវាក់តម្លៃស្វាយធម្មតានិងសរីរាង្គនៅកម្ពុជាត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង GIZ ក្រុមហ៊ុន Kirirom Food Production Co Ltd ក្រុមហ៊ុន Onco Green Investment and Development និងក្រុមហ៊ុន Grow Fruit Growers គម្រោងនេះមានគោលបំណងផ្សព្វផ្សាយនិងជួយបង្កើនប្រាក់ចំណូលពីដំណាំស្វាយទៅកាន់កសិករចំនួន 2,500 នាក់ដែលពាក់កណ្ដាលនៃចំនួននេះគឺជាស្ត្រីមកពីខេត្តកំពង់ធំកំពង់ឆ្នាំងនិងកំពង់ស្ពឺគម្រោងនេះផ្ដោតលើយុទ្ធសាស្ត្រសំខាន់ចំនួន4គឺការពង្រឹងសហគមន៍កសិកម្មតាមរយៈការបណ្ដុះបណ្ដាលនិងការជួយគាំទ្រនានាបំពាក់បំពន់កសិករអំពីការអនុវត្តគំរូកសិអេកូឡូស៊ីនិងរៀនពីបច្ចេកទេសមុននិងក្រោយការប្រមូលផលដោយអនុលោមតាមស្តង់ដារទីផ្សារអន្តរជាតិកែច្នៃផ្លែស្វាយដែលមានគុណភាពអន់ទៅជាផលិតផលស្វាយកិននិងទឹករលុកដែលការនេះបានផ្លាស់ប្ដូរផ្លែស្វាយពីការស្អុយចោលទៅជាកសិផលមានតម្លៃជំរុញការសន្ទនាជាមួយសាធារណៈវិស័យឯកជននិងស្ថាប័នស្រាវជ្រាវដើម្បីប្រែក្លាយឧស្សាហកម្មស្វាយកែវរមៀតឲ្យរឹងមាំជាងមុនជាមួយនឹងកិច្ចខិតខំប្រឹងប្រែងទាំងនេះកសិករអាចបង្កើនផលិតភាពបាន 25% ព្រមទាំងអាចកាត់បន្ថយការចំណាយនិងកម្រិតផលប៉ះពាល់នានានិងថែមទាំងអាចការពារធនធានធម្មជាតិបានទៀតផងចំពោះសហគមន៍កសិកម្មក្នុងនាមជាអ្នកពាក់ព័ន្ធដ៏សំខាន់ក្នុងខ្សែចង្វាក់តម្លៃដែលទទួលបានការគាំទ្រពីគម្រោងនិងផ្ដល់សេវាកម្មដល់សមាជិករបស់ខ្លួនតាមរយៈការចរចាអាជីវកម្មជាមួយអ្នកបញ្ជាទិញនិងផ្ដល់នូវចំណេះដឹងនានារួមទាំងការទទួលបានព័ត៌មានអំពីតម្រូវការទីផ្សារ The Mango PPP project, short for Improving Value Addition in the Conventional and Organic Mango Value Chain in Cambodia, brings together development goals and business opportunities. Co-funded by the German Federal Ministry for Economic Development and Cooperation and our private sector partners, this project drives sustainable growth in Cambodia's mango industry. GIZ, on behalf of the BMZ, works with our partners Kirirom Food Production, Onco Green Investment and Development, and Grow Fruit Growers to help small farmers increase their incomes, adopt sustainable farming practices, access international markets, and strengthen the organization of the Cambodian mango sector. Together with farmers, businesses, civil society, and our trusted public partners, we create lasting positive change and build a stronger, more resilient mango value chain here in Cambodia. ចងក្រងគ្នាជាសហគមន៍កសិកម្មដំណាំស្វាយកែវរមៀតដើម្បីកសាងភាពធន់ប្រកបដោយបរិយាបន្ននិងទទួលបានផលចំណេញរួមគ្នាដើម្បីជីវភាពកសិករកាន់តែប្រសើរជោគជ័យចាប់ផ្ដើមពីស្វាយមួយផ្លែ